ដើម្បីជាកិច្ចចាប់ផ្ដើមយើងខ្ញុំសូមអញ្ជើញប្អូនញ៉ែមសុធីសាលាបច្ចេកទេសជាន់ខ្ពស់សូវៀតបកស្រាយនៅបទចម្រៀងដែលមានចំណងជើងថាក្លិនដែលក្រអូបនិពន្ធទំនុកច្រៀងដោយខ្លួនឯងក្លិនដែលក្រអូបមិនចេញណាយក្លិនឈ្ងុយក្រអូបសាយសពសាយវាពេញលោកកាទុំនៅឆ្ងាយក្នុងផែនមុនដល់ណាណាក៏ក្លិននៅបុប្ផានៅតែជួយល្អប្រពៃនោះពិតគឺក្លិននៃផ្កាប្រជាពលករខំពុះពីសម្រាប់ទាំងប្រុសទាំងស្រីរួមប្រយុទ្ធបំពេញពលកម្មថ្លាថ្លៃរួមចំណែកការពារទឹកដីអង្គក៏ថ្លៃប្រពៃពិតទោះបីលំបាកឬជួបឧបសគ្គនឿយហត់តែចិត្តអំណត់ប្រយុទ្ធប្រមូលកម្លាំងទៅមុខជានិច្ចកុំតិចឲ្យអង្គពុំខ្មាំងកុំតិចទីតាំងពលពតជើងរមួយអើយស្ទឹងទឹកសាបអើយអ្នកបានសុខសាន្តជាតិយើងរុងរឿងកើនកានកសាងភូមិឋានហើយជឿជាក់ពលកររដ្ឋធានីពលកម្មដោយស្មោះគ្រប់គ្នាជាពលរដ្ឋសង្គមនិយមទុំបីលំបាក